មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍជនបទចុះត្រួតពិនិត្យនិងវិតម្លៃការងារថែទាំផ្លូវជនបទនៅខេត្តព្រះវិហារគណៈប្រតិភូនៃក្រសួងអភិវឌ្ឍជនបទដឹកនាំដោយឯកឧត្តមសានវិសាលរដ្ឋលេខាធិការនិងជាសមាជិកគណៈកម្មាធិការលទ្ធកម្មរួមជាមួយប្រតិភូពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះត្រួតពិនិត្យនិងវិតម្លៃលទ្ធផលការងារថែទាំផ្លូវជនបទចំនួន1ខ្សែប្រភេទក្រាលល្បាយគ្រួក្រហមស្ថិតនៅខេត្តព្រះវិហារផ្លូវមួយខ្សែនេះមានប្រវែងសរុប 9,000 ម៉ែត្រមានទទឹងតួផ្លូវចន្លោះពី 5 ម៉ែត្រទៅ 6 ម៉ែត្រនិងកម្រាស់ស្រទាប់ក្រាល 20 សង់ទីម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ 9 ត្រង់ចំណុចភូមិពោឃុំពោស្រុកត្បៃមានជ័យឆ្ពោះទៅកាន់ភូមិក្រឡាពាសឃុំព្រីងធំស្រុកជាំខ្សាន្តខេត្តព្រះវិហារដែលជាការងារដ៏សំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរនិងលើកកម្ពស់ជីវភាពប្រជាជននៅតំបន់នោះយោងតាមរបាយការណ៍របស់លោកមុបធីរិទ្ធប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តបានឲ្យដឹងថាផ្លូវមួយខ្សែនេះជាគម្រោងលេខ DRRPM 2025 NO024 ដែលមន្ត្រីអភិវឌ្ឍជនបទជាអ្នកទទួលការងារថែទាំខួបផ្លូវប្រកបដោយការយកចិត្តទុកដាក់ក្នុងការអនុវត្តការងារសំខាន់ៗដូចជាការងារសម្អាតតួថ្នល់ចាស់ការងារភ្ជួរគៀរនិងកិនបង្ហាប់តួផ្លូវចាស់ការងារធ្វើថ្នល់ចាស់ដោយក្រាលស្រទាប់ដីសនិងការងារក្រាលល្បាយគ្រួសជាដើមដែលការងារទាំងនេះត្រូវបានអនុវត្តសម្រេចបាន 100% ត្រឹមត្រូវតាមកិច្ចសន្យានិងបទដ្ឋានបច្ចេកទេសក្នុងនាមជាគណៈកម្មការត្រួតពិនិត្យនិងវិតម្លៃគុណភាពការងារថែទាំផ្លូវឯកឧត្តមសានវិសាលរួមទាំងគណៈកម្មការបានឯកភាពទទួលយកលទ្ធផលអនុវត្តការងាររបស់មន្ត្រីអភិវឌ្ឍជនបទខេត្តដោយយល់ឃើញថាលទ្ធផលនេះត្រឹមត្រូវតាមកាលកំណត់និងបទដ្ឋានបច្ចេកទេសដោយមានចែងក្នុងកិច្ចសន្យាក្នុងឱកាសនោះផងដែរឯកឧត្តមរដ្ឋលេខាធិការក៏បានផ្ដាំផ្ញើនិងណែនាំដល់អ្នកទទួលខុសត្រូវការងារថែទាំផ្លូវខាងលើឲ្យបន្តការធ្វើត្រួតពិនិត្យថែទាំឲ្យបានល្អប្រសើរដើម្បីរក្សាបាននូវគុណភាពសោភ័ណភាពនិងសុវត្ថិភាពទន្ទឹមនេះឯកឧត្តមបានសង្កត់ធ្ងន់លើការងារសហការណែនាំនិងបំផុសឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំផ្លូវដោយមានការយាមកាមយ៉ាងម៉ត់ចត់និងទប់ស្កាត់រថយន្តដឹកទំនិញលើសចំណុះកុំឲ្យធ្វើចរាចរណ៍លើផ្លូវនេះដើម្បីរក្សាគុណភាពផ្លូវឲ្យបានគង់វង្សយូរអង្វែងនិងចាត់ទុកផ្លូវនេះជាសម្បត្តិរួមរបស់ពួកគាត់